nó đầm nọ saiបញ្ហាជីវិតមានន័យថា all problem ដែលយើងជួប upset រាល់ថ្ងៃនេះ upset រឿងស្នេហាក៏ដោយ upset រឿងមុខរបររស់ស៊ីក៏ដោយ upset រឿងម្ដាយឪពុកស្លាប់ក៏ដោយ upset រឿងកូនចៅប្រុសស្រីស្លាប់បងប្អូនស្លាប់ឬក៏ upset រឿងអ្វីគ្រប់សពបែបយ៉ាងដែលយើងជួបប្រទះជាពាក់លុយគេពិបាកចិត្តណាឬក៏រឿងអ្វីក៏ដោយតែរឿងបញ្ហាផ្លូវចិត្តដែលកើតឡើងណាអាត្មាតែសេពីវិធីសាស្ត្រអប់រំចិត្តនិងដំណោះស្រាយធ្វើម៉េចដើម្បីកុំឲ្យចិត្តយើងនឹងវាក្រៅកាហាយកើតទុកជាមួយនឹងរឿងដែលយើងជួបប្រសពព្រោះមនុស្សរស់នៅក្នុងសង្គមរាល់ថ្ងៃនេះកំពុងតែជួបនឹងរឿងហ្នឹងពេលខ្លះជួបបញ្ហារឿងនេះរឿងនោះពិបាកចិត្តណារឿងគ្រប់សពយើងដឹងតែពិបាកឲ្យកើតមកក្នុងលោកសន្និវិននេះឲ្យតែមានជីវិតគឺបញ្ហាត្រូវតែមានមែនទេបងគ្រាន់តែថាពេលខ្លះដំណោះស្រាយនៃបញ្ហានៅក្បែរខ្លួនយើងពេលខ្លះយើងអត់ដឹងដោយសារតែយើងពិបាកចិត្តខ្លាំងដូចទុកថ្ងៃហ្នឹងអញ្ចឹងពិបាកចិត្តណាទឹកភ្នែកទឹកសបោមិនដឹងថាតើមានវិធីសាស្ត្រអីណាដើម្បីរងាប់ផ្លូវចិត្តហ្នឹងកុំឲ្យកើតសេចក្តីទុកខ្លាំងកុំឲ្យមានសេចក្តីនឹករលឹកខ្លាំងគង់តែសរសេរសភៅហ្នឹងប្រហែលជាខែ8ចប់បានចូលរោងពុំខែ1ឆ្នាំក្រោយនឹងចែកណាចែកខែ1ឆ្នាំក្រោយសភៅមុនចែក2015អញ្ចឹងសភៅក្រោយនេះ2018អញ្ចឹងរំលង3ឆ្នាំបានមកក្បាលទៀតណាព្រោះសភៅមកក្បាលមិនមែនយើងសរសេរមួយខែ2ខែហើយទេឥឡូវណាយើងនិយាយពីរឿងកម្មវិធីយើងឯនេះដែលអាត្មាសរសេរនេះគឺពាក់ព័ន្ធដូចថ្ងៃនេះចង់លើកឡើងថាអាត្មាប្រៀបធៀបថាដំណើរជីវិតរបស់យើងប្រៀបឧបមាបីដូចជារឿងល្ខោនឬរឿងកុនដែលគេលេងឲ្យយើងមើលថ្ងៃហ្នឹងនិយាយរឿងល្ខោនចុះព្រោះយាយចូលចិត្តមើលល្ខោនប៉ុន្តែយើងស្ដាប់ដោយការពិចារណាមកប្រៀបជីវិតរបស់យើងមិនខុសគ្នាទៅនឹងរឿងល្ខោនឬរឿងកុនដែលយើងមើលរាល់ថ្ងៃយើងគ្រប់គ្នាដែលរស់នៅរាល់ថ្ងៃនេះឧបមាប្រៀបហាក់បីដូចជាតួសម្ដែងរីឯកម្មជាកុសលនិងអកុសលប្រៀបឧបមាហាក់បីដូចជាអ្នកនិពន្ធនៃសាច់រឿងយើងតួសម្ដែងនេះអត់មានសិទ្ធិកំណត់គោលដៅទេអ្នកនិពន្ធទេបានគេមានសិទ្ធិកំណត់មែនទេណាចង់ឲ្យរឿងនឹងចប់វែងក៏ដោយខ្លីក៏ដោយអាស្រ័យអ្នកនិពន្ធណាអ្នកនិពន្ធគេចង់ឲ្យយើងដើរតួកាយក៏ដោយតួស្លូតក៏ដោយអាស្រ័យអ្នកនិពន្ធគេអ្នកចាត់ចែងប៉ុន្តែយើងគ្រប់គ្នាគ្មានពីណាគេចង់ដើរតួកាយទៅទោះបីមុខដោយអាឆើតក៏អត់ចង់ដើរតួកាយដែរមែនទេពីព្រោះតួហ្នឹងវាអាក្រក់តួកាយគេវាអត់ស្រឡាញ់គេអត់ចូលចិត្តចឹងម្នាក់ចង់ដើរតួល្អចង់ដើរតួឯងក៏ចង់កើតមកគណៈក្នុងតកូលនាយករដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីតកូលអង្គញាតកូលឯកឧត្តមតកូលអ្នកមានមុខមាត់យកសក្តានៈតួនាទីយើងចង់ទៅតកូលល្អប៉ុន្តែមិនមែនយើងទេអ្នកកំណត់ម្នាក់អត់មានពីណាចង់កើតមកអាក្រក់ទេចង់កើតតល្អមែនទេយាយជីវិតយើងគ្រប់គ្នាចង់កើតតល្អគ្រប់គ្នាណាតែយើងមិនអាចកំណត់បានទេព្រោះយើងជាតួសម្ដែងណាប្រៀបឧបមាបីដូចជាតួសម្ដែងសពទុកចម្រើនវិនិច្ឆ័យអាយុវែងខ្លីអាស្រ័យលើកម្មជាកុសលនិងអកុសលណាប្រៀបដូចជាអ្នកនិពន្ធរឿងនេះគេកំណត់ឲ្យយើងឲ្យស្រេចថាអ្នកណាត្រូវកើតក្នុងតកូលណាអ្នកណាត្រូវកើតមកសោយផលអីអ្នកណាត្រូវជួបទុកអីអ្នកណាត្រូវមានសេចក្តីសុខអីដំណាក់កាលនេះត្រូវជួបបញ្ហានេះដំណាក់កាលនោះត្រូវជួបបញ្ហានោះកម្មជាកុសលនិងអកុសលដែលយើងសន្សំសាងពីអតីតមកដាំពូជជាហេតុមកវិបាកឲ្យផលឥឡូវនេះណាដែលយើងត្រូវមកទទួលផលរៀងខ្លួនមានលក្ខណៈខុសពីគ្នាអញ្ចឹងកម្មនឹងគេចាត់ចែងហើយណាយើងអត់អាចកំណត់ខ្លួនយើងបានទេអញ្ចឹងបើយើងដឹងថាកម្មជាអ្នកកំណត់យើងឲ្យមកឥឡូវនេះណាមានសុខមានទុក្ខមានជួបជុំមានព្រាត់ប្រាសមានសើចមានយំមានសំណុកមានលំបាកមានក្រមានមានល្អមានអាក្រក់មានល្ងងមានចេះណាឧបនិស្ស័យដែលយើងដាំពូជពីមុនមកក៏វាខុសគ្នាចឹងដែរបានយើងមកកើតឥឡូវហ្នឹងវាមានលក្ខណៈខុសពីគ្នាណាអ្នកខ្លះគេកើតមកភ្លាមកូននាយករដ្ឋមន្ត្រីផ្លែតកូនឧបនាយករដ្ឋមន្ត្រីផ្លែតនឹងប៉ុននឹងបាបមិនទៅមើលណាឆ្ងាយទេបងណាយើងរៀនមើលតែជីវិតយើងរស់នៅរាល់ថ្ងៃហេតុអីបើយើងមិនព្រមទៅកើតក្នុងតកូលស្ដេចណាតកូលនាយករដ្ឋមន្ត្រីតកូលឧបនាយករដ្ឋមន្ត្រីតកូលទេសរដ្ឋមន្ត្រីមិនបានយើងមកកើតក្នុងតកូលរាជហើយយើងចង់ណាតែចង់កើតតកូលរាជតែអត់ទេចង់ទៅកើតក្នុងតកូលអ្នកធំទាំងអស់នឹងដែរណាប៉ុន្តែបុណ្យកុសលរបស់យើងវាបានប៉ុណ្ណាគេកម្រិតឲ្យយើងមកបានប៉ុណ្ណឹងកម្មជាកុសលនិងអកុសលគេជាអ្នកកម្រិតឲ្យយើងបានប៉ុណ្ណឹងអញ្ចឹងបើយើងដឹងថាយើងបានដោយសារកម្មជាកុសលនិងអកុសលដែលយើងសន្សំសាងពីអតីតមកបានត្រឹមប៉ុណ្ណឹងបើដឹងថាយើងកំពុងតែខ្វះអីយើងត្រូវបំពេញពីឥឡូវហ្នឹងឲ្យហើយដាំពូជនឹងទុកឲ្យហើយយើងទៅមុខទៀតយើងចង់បានពូជអីចង់បានផ្លែផ្កាអីយើងដាក់ពូជហ្នឹងពីឥឡូវហ្នឹងទៅឲ្យហើយឧទាហរណ៍តែយើងចង់បានសេចក្តីសុខផ្លូវចិត្តឥឡូវនេះយើងដាំពូជកុំបៀតបៀនអ្នកដទៃឲ្យគេដល់នៅសេចក្តីទុក្ខផ្លូវចិត្តណាបើយើងចង់មានធនធានទ្រព្យសម្បត្តិឥឡូវនេះយើងដាំពូជគឺការធ្វើបុណ្យឲ្យទៀតបងណាហ្នឹងចឹងណាអញ្ចឹងបានញាតិញោមគាត់សួរអាត្មាទៅលោកគ្រូខ្ញុំកណាមានទ្រព្យច្រើនបងណាវិឡា3 4 10ជាន់កន្លែងណាដីគ្រប់កន្លែងអ្នកបម្រើស្វែងស្ដាំឡានល្អប៉ុន្តែខ្ញុំកណាមិនដែលមានសេចក្តីសុខផ្លូវចិត្តសោះបើកភ្នែកឡើងក្តៅកាហាយមកដល់បើកភ្នែកឡើងក្តៅកាហាយមកដល់ណាសួរតើកណាសាងកម្មអីណាហើយជឿមានទេយាយមានទេអ្នកមានទ្រព្យឲ្យអត់សុខ
មានក៏ទឹកភ្នែកពេលខ្លះទឹកភ្នែករហូតក៏ទឹកភ្នែករឿងកូនទឹកភ្នែករឿងចៅតែមិនសួរទឹកភ្នែករឿងប្តីហ្នឹងណាយ៉ាងហ្នឹងណាវាអត់ស្មោះតោះណាទឹកភ្នែករឿងនេះរឿងនោះសក់ឯងបើអត់ដឹងអីប៉ាណាមកជេរបចោតដូចខ្មាច់និយាយដើមឯងឯគេពេញនឹងអត់ដឹងរឿងអីសោះនាំមកយើងក្តៅកាហាយមិនសប្បាយផ្លូវចិត្តរហូតបងណាដោយសារអីតើគាត់សួរថាតើកម្មកណ្ដាសាអីណាមកមិនបញ្ជាក់ត្រង់ទេគ្រាន់តែបញ្ជាក់ជាឧទាហរណ៍ថាណាដែលយើងមកទទួលផលឥឡូវនេះមានលក្ខណៈខុសៗពីគ្នាអ្នកខ្លះមានទ្រព្យប៉ុន្តែមិនសប្បាយផ្លូវចិត្តអ្នកខ្លះក្រទ្រព្យប៉ុន្តែសប្បាយផ្លូវចិត្តរស់នៅដោយសេចក្តីសុខអ្នកខ្លះអត់សូវមានទ្រព្យទេប៉ុន្តែសុខហ្នឹងមើលជីវិតរបស់គាត់លោកយាយលោកតាខ្លះនៅស្រុកស្រែមើលតែគាត់សុខគាត់ដើរទៅណាមកណាយប់ប្រឡប់ម៉ោង2ទៅ10ម៉ោង1ពីអ្នកតាយាយកាន់ដៃគ្នាទៅស្រាប់ធរលោកទេម៉ោង10យប់ដើរមកវិញអត់តែមានកវិតសៀតចកេះតាមខ្លួនដើម្បីការពារខ្លាចអ្នកដទៃគេកាប់គាត់មែនទេដោយសារអីដោយសារគាត់យល់តែខ្លួនគាត់ជាមនុស្សដែលសន្សំតែសេចក្តីល្អគាត់អត់ដែលទៅបៀតបៀនផ្ដល់សេចក្តីទុកឲ្យអ្នកណាឃើញទេអាបុណ្យនោះវាឲ្យយើងសុខក្នុងបច្ចុប្បន្នហ្នឹងហើយបាត់អត់ចាំបាច់អនាគតជាតិទេមានតែបកគលដែលមានខ្លួនទេដើរថ្ងៃភ្លឺចេះក៏ដាក់កភ្លើងដាក់កវិតតាមខ្លួនដែរមែនទេប៉ុន្តែសម្រាប់អ្នកមានសេចក្តីល្អក្នុងខ្លួនដើរកដាលយប់ក៏ដើរតែខោខ្លីឯងពីអ្នកតាយាយក៏ស្លៀកតែកម្មាមិនដែលស្លៀកអីតាមខ្លួនឯងសុខវាឲ្យបច្ចុប្បន្នហ្នឹងហើយបាទគ្រាន់តែយើងអត់ដែលបានពិចារណាថាតើផលនៃសេចក្តីល្អហ្នឹងវាឲ្យបច្ចុប្បន្នហ្នឹងហើយវាអត់ចាំបាច់អនាគតជាតិខាងមុខទេកាលបើយើងសន្សំគុណតម្លៃនៃសេចក្តីល្អនេះណាដូចជាកម្មពីអតីតគេចាត់ចែងឲ្យយើងមកឥឡូវនឹងខុសពីគ្នាដូចអាបច្ចៈមិនអញ្ចឹងណាគាត់សួរតើកម្មអីធ្វើអីបានជាមានទ្រព្យតែអត់មានសេចក្តីសុខនៅចិត្តណាហេតុយ៉ាងណាផលយ៉ាងនោះពុទ្ធសាសនាព្រះលោកសម្ដែងតែអញ្ចឹងណាមានន័យថាយើងដាក់ពូជអីផលផ្លែផ្កាវាចេញមកអញ្ចឹងវាសក្រិតអត់មានប្រហែលទេពុទ្ធសាសនាតែកាលណាដាក់ពូជអីចេញហ្នឹងហើយពូជដែលយើងដាក់ហ្នឹងវាអត់ដូចគ្នាមិនបន្តតាមមិនដូចគ្នាព្រោះចិត្តយើងវាផ្សេងគ្នាឧទាហរណ៍ដូចញាតិញោមអង្គុយស្រាប់ពធចិត្ត200នាក់នៅក្នុងផ្ទះនេះមិនប្រកាសថាទាំង200នាក់ហ្នឹងចិត្តល្អស្មោះត្រង់ចំពោះបរតនត្រ័យទាំងអស់ទាំង200នាក់ទេមែនទេយាយក៏មិនមែនចាក់ដូចគ្នាទេទាំង200នាក់ហ្នឹងណាជួនកាលអ្នកខ្លះពងអង្គុយសាពះខ្នែហ្នឹងហើយមើលទៅមុខឲ្យញឹមជ្រះខ្លាណាបើចាក់នៅត្រង់ជ្រូកមកផ្ទះណាតាមសួរទៅចាក់នៅរឿងតុងទីននៅកតុយលេខผมមិនដឹងចាញ់លេខប្រហែលនេះព្រោះម៉ោង5ហ្នឹងគេផ្សាយអាចចាក់2លេខផងបើទីហោណាបងណាអាកាយនៅនេះប៉ិនចិត្តយើងវារវើរវាយវាអត់ដូចគ្នាម្ល៉េះហើយបានជាយើងត្រូវទទួលផលនឹងខុសៗពីគ្នាព្រោះអិរិយាបថទង្វើខាងក្រៅនិងចិត្តខាងក្នុងរបស់យើងនឹងវាផ្ទុយគ្នាស្រឡះណាញោមមើលរាល់ថ្ងៃអ្នកខ្លះក៏ផ្សាក់លោកយើងមានតែប្រព្រឹត្តអិរិយាបថខាងក្រៅក្តីចិត្តខាងក្នុងក្តីមានដូចគ្នាណាអត់ដូចគ្នាទេតលិចទៅកោតទៅជើងទៅត្បូងអ្នកខ្លះចូលចិត្តប្រព្រឹត្តបៀតបៀនអ្នកដតីអ្នកខ្លះចូលចិត្តឆោបោកឆក់ប្លន់អ្នកខ្លះចូលចិត្តណាភូតផលបោកប្រាស់ញុះញង់អ្នកដតីអ្នកខ្លះទៅគេចូលចិត្តសន្សំគុណតម្លៃនៃសេចក្តីល្អយាយខ្លះចូលចិត្តទៅស្រាប់ថតធ្វើបន់ឲ្យទានញោមខ្លះបលឹមឡើងបើកភ្នែកមិនតាន់ទេទាញមីមកកេះដាក់មុខផ្ទះឲ្យដូរលុយ5000ក្តាប់500ចាំដាក់បាតឲ្យបាត់មែនទេណាញោមខ្លះមិនចូលចិត្តធ្វើបន់ឲ្យទានដាក់បាតទេប៉ុន្តែគាត់ចូលចិត្តតែសាសិលញោមខ្លះមិនបានទៅសុំសិលមិនបានធ្វើបន់ដាក់បាតទេគាត់នៅតែផ្ទះទេប៉ុន្តែគាត់អប់រំកាយវាចាចិត្តរបស់គាត់បានល្អមិនប្រព្រឹត្តកន្លងកាយរបស់គាត់មិនទលួចឆក់ប្លន់កັບកេងប្រវាញ់អ្នកដតីមាត់របស់គាត់មិនជេរបចោលដេលខ្មាស់ណាភូតផលបោកប្រាស់ញុះញង់ចិត្តរបស់គាត់មិនមានអភិជាជាបាតតាក់ចងចិត្តគំនុំគុំគួនអ្នកដតីនៅតែផ្ទះប៉ុន្តែគាត់សន្សំផ្លូវ3ហ្នឹងកាយវាចាចិត្តរបស់គាត់នឹងបានល្អក៏នាំឲ្យគាត់បានសេចក្តីសុខណាឃើញទេណាព្រោះអាបនហ្នឹងមិនមែនតលះលុយបានបនទេសេចក្តីល្អវាកើតពីក្នុងខ្លួនយើងហ្នឹងណាកាលណាកាយវាចារបស់យើងបានប្រព្រឹត្តល្អណាកាយសច្ចរិតវិជ័យសច្ចរិតមโนសច្ចរិតទ្វេដើម្បីនឹងបានហាក់ពុតលត់ដំអប់រំបានល្អហើយបនកុសលវាកើតគ្រប់គណៈចិត្តណាសេចក្តីសុខវាកើតគ្រប់គណៈចិត្តណាអញ្ចឹងយើងមើលទង្វើយើងរស់នៅរាល់ថ្ងៃខុសៗគ្នាបានជាផលយើងត្រូវសោយមកផ្សេងគ្នាណាមើលយើងទៅប្រព្រឹត្តខុសគ្នាហើយទៅមុខទៀតក៏យើងសោយផលអត់ដូចគ្នាដែរឧបមាដូចជាកសិករ10គ្រួសារបានដី100ហិកតាក្នុងម្នាក់10ហិកតាម្នាក់10ហិកតាកសិករទាំង10គ្រួសារនោះទឹកចិត្តរបស់គាត់នឹងការដាំដុះរបស់គាត់ច្បាស់ជាមានលក្ខណៈខុសៗពីគ្នាណាកសិករគ្រួសារទី1គាត់គិតថាទីផ្សារណាស្វាយងាយស្រួលក្នុងការលុបទីផ្សារស្វាយងាយស្រួលក្នុងការនាំចេញចឹងទឹកចិត្តរបស់គាត់យល់ឃើញតែស្វាយល្អគាត់ដាក់ស្វាយមកចការហ្នឹងកសិករទី2គាត់យល់ថាដូងវាមានតម្លៃដែរលុកបានទឹកជ័យលុកបានទឹកចាស់លុកបានទឹកទុំអញ្ចឹងគាត់ដាក់ដូងទៅគាត់ពេញចិត្តដូងគាត់ដាក់ដូងគ្រួសារទី3គាត់ពេញចិត្តក្រូចគាត់ដាក់ក្រូចទៅគ្រួសារទី4គាត់ពេញទឹកចការនេះគាត់ដាក់ចការនេះទៅគ្រួសារទី5ទី6ទី7ទី8ទី9ទី10គាត់ពេញចិត្តដាំអំពិលគាត់ដាំអំពិលបើវាមិនដែរណាដាំអំពិលមិនយកធ្វើអីមែនទេអាទីហោទេថាចិត្តវាដាំខុសគ្នាដល់ទៅពេល3 4 5ឆ្នាំក្រោយអ្នកទាំងអស់នឹងច្បាស់ជាបេះផ្លែខុសពីគ្នាដែរមែនទេយាយ
អ្នកដាក់ស្វាយ10ឆ្នាំក្រោយឬ7ឆ្នាំក្រោយ3ឆ្នាំក្រោយច្បាស់ណាស់គាត់បេះផ្លែស្វាយគាត់អត់មានដាក់ស្វាយគាត់ទៅបេះដូងទេតើនិយាយអាអ្នកដាក់ដូង5ឆ្នាំឬ10ឆ្នាំក្រោយក៏អត់មានទៅបេះស្វាយដែរច្បាស់ណាស់ផ្លែវាចេញមកផ្លែដូងយ៉ាងណាមិញយើងមករស់នៅក្នុងបច្ចុប្បន្ននេះអាយុខ្លីក្តីអាយុវែងក្តីសុខក្តីទុកក្តីចម្រើនក្តីវិនិច្ឆ័យក្តីអាស្រ័យដោយសារពូជដែលយើងដាក់ពីមុនមកណាយើងសន្សំពូជពីមុនមកយ៉ាងម៉េចផលផ្លែផ្កាត្រូវមកទទួលឥឡូវនេះដូចគ្នាចឹងដែរតើណាញោមមានន័យថាពូជដាក់ដល់ដីហើយដាក់ពូជអីចេញផ្លែហ្នឹងណាហ្នឹងពុទ្ធសាសនាព្រះអង្គនិយាយពីហេតុផលអត់មានឲ្យប្រើពាក្យប្រហែលទេពុទ្ធសាសនាអត់មាន maybe roughly per head ទេគឺ really តែម្ដងប្រាប់ជា2 + 2ត្រូវតែចេញ4 4 + 4ត្រូវទៅ8 8 + 8ត្រូវទៅ16 16 + 16ត្រូវ32 32 + 32ត្រូវ34 ទៅ64 64 + 64ត្រូវទៅ128វាទៅចេញចឹងណាមានន័យថាហេតុយ៉ាងណាផលយ៉ាងនោះអិរិយាបថចិត្តគំនិតយើងប្រព្រឹត្តយ៉ាងណាលទ្ធផលចេញមកគឺត្រូវតែអញ្ចឹងចឹងអត់ប្របាក់យល់ទេបើយើងចង់ឲ្យបច្ចុប្បន្ននឹងយើងបានសេចក្តីសុខសេចក្តីចម្រើនណាប្រឹងបច្ចុប្បន្នហ្នឹងចង់បានអីត្រូវប្រឹងអាហ្នឹងប៉ុន្តែអ្នកខ្លះគេថាលោកគ្រូហើយកណាប្រឹងនោះវាប្រឹងពេកហើយអ្នកខ្លះមិនមែនមិនប្រឹងទេចង់មានណាញោមមើលអ្នកក្រខ្លះមិនមែនគាត់មិនប្រឹងទេកុំបន្ទោគាត់ព្រលឹងឡើងបើកភ្នែកទាំងប្តីទាំងប្រពន្ធទាំងកូនទាំងចៅទៅស៊ីឈ្នួលគេបាទចេញទៅរកស៊ីលីសៃរែកពុនដុតដៃដុតជើងព្រលឹងចេញក្លុបចូលជួយជាក្រៅរងាប្រឹងណាស់ពេញមួយជីវិតតែនៅតែរងកស្រក់ឆ្នាំងមិនគ្រប់ហេតុអីឧបនិស្ស័យបច្ចុប្បន្នយើងប្រឹងតែវាខ្វះអតីតតើនេះពីរហ្នឹងខ្វះមួយណាក៏អត់បានដែរពេលខ្លះបនពីអតីតល្អប៉ុន្តែបច្ចុប្បន្នអត់ប្រឹងក៏វាអត់កើតពេលខ្លះបច្ចុប្បន្នប្រឹងតែផលពីអតីតមកមិនល្អក៏វាអត់កើតបើវារួមសំគ្នាហើយអត់ប្តេជ្រួលទៅខាងណាទេណាអ្នកស្ដាប់អាត្មាធម៌អាត្មាពេលខ្លះគាត់ច្រឡំត្រង់ចំណុចហ្នឹងគាត់ថាលោកគ្រូសំដែងថាផលពីអតីតអត់មានបច្ចុប្បន្នប្រឹងយ៉ាងម៉េចក៏នៅអត់មានចឹងបាច់ប្រឹងទេហ្នឹងហូបតាមធម្មជាតិទៅណាទៅហ្នឹងកុំចឹងមានន័យថាយើងត្រូវរួមសំគ្នារួមសំទាំងផលពីអតីតរួមសំទាំងផលពីបច្ចុប្បន្នក្មេងខ្លះវាថាទៀតវាថាណាអ្នកហ្នឹងប្រឹងដែរប៉ុន្តែប្រឹងខ្វះកំណត់ចុះអ្នកខ្លះរៀនចប់ដុកទ័ររៀនចប់បរិញ្ញាបត្រអនុបណ្ឌិតចេញមកមានអ្នកខ្ចីលុយធនាគាររាប់ម៉ឺនដុល្លារទៅបើកក្រុមហ៊ុនទៅបើកនេះបើកនោះបើកស្អីក៏វាមិនចម្រើនដាក់ឲ្យវាខាតដាក់ឲ្យវាឡងចង់ហ្នឹងមែនទេមានទេដាក់វាមិនហើហើយគេវាល្ងងណាស់គេរៀនចប់បណ្ឌិតហើយមិនក៏រកស៊ីអីវាមិនកើតថាឧបនិស្ស័យរបស់យើងពីមុនមកយើងសន្សំមកវាមិនបានល្អមិនបានធ្វើបន់ឲ្យទានមិនមានសេចក្តីសន្តោសសង្គ្រោះដល់អ្នកដទៃឃើញអ្នកស្រំទានតែស្មុំចចកតបអត់ឃ្លានអីស្រីថាជេរបចោមិនឲ្យហើយជេរបចោគ្នាទៀតអាត្មាធ្លាប់ឃើញណាកន្លែងសពមួយឡានជីសិតររយអីររយមិនថោកអីយើងដឹងគ្រប់គ្នាហើយក្បែរ1លានចិត្ត1លានអាសេរីទំនើបវាជាង1លាន2លាន2លានដុល្លារអីណា1លានដុល្លារយើងគិតថា1លានចុះ1លានដុល្លារចុះ1លានដុល្លារបើយើងគិតលុយខ្មែរប្រហែលលានណា10000ដុល្លារស្មើនឹង40លានចុះ1លានដុល្លារ100,000ដុល្លារมันបាន1លានមែនទេចឹង40គុណនឹង100ក៏ឃើញគ្នាសុំលុយ500ដើម្បីទិញបាយហូបមកយល់ណាយើងមិនឲ្យគាត់ក៏មកហីទៅចុះមកយល់ពីបំណងអ្នកទាំងអស់នឹងមិនឲ្យព្រោះអីមកក៏ធ្លាប់គិតអញ្ចឹងដែរមិនមែនធ្លាប់គិតទេអាធ្លាប់បញ្យល់រឿងហ្នឹងមានន័យថាយើងឲ្យទៅគាត់ដូចលើកទឹកចិត្តឲ្យគាត់នឹងខូចកាន់តែធ្វើចឹងបន្តទៀតអត់បានទៅរៀនសូត្រសិក្សាអីទេធ្វើឲ្យមនុស្សនឹងវាខូចណាអាហ្នឹងគំនិតគេក៏គិតដូចអាមកគិតដូចគេប៉ុន្តែយើងត្រូវគិតថាចាត់ទុកថាគាត់មកនេះគេបំពេញទានឲ្យយើងចោះឥឡូវគេបានមកយកបន់ឲ្យយើងហើយណាយើងគួរលះបន់កុសលឲ្យគេចោះមិនបាច់ថាឲ្យគ្នាទេអាមិនឲ្យហើយថាឲ្យគ្នាទៀតបើយើងឲ្យហើយយើងបញ្យល់គាត់ចោះកូនណាកូនឯងណាហ្នឹងឥឡូវហ្នឹងបានឲ្យហើយរបស់ហ្នឹងលុយ500ក៏ដោយ1000ក៏ដោយកូនឯងចេញទៅវិញពេលព្រឹកណាធ្វើមិនចេញទៅរៀនពេលថ្ងៃអាត្មាឲ្យប៉ុន្តែឲ្យហើយបញ្យល់ចឹងណាឥឡូវកូនឯងថ្ងៃអញ្ចឹងមកសុំចោះប៉ុន្តែព្រឹកធ្វើមិនទៅរៀនដល់ធំតិចកុំធ្វើអញ្ចឹងណាលះបង់ចោលមើលគំរូគេអ្នកមានតើគេធ្វើដូចយើងឯអត់ប៉ុន្តែពេលខ្លះវាស្ដាប់មិនទាន់បានតែគាត់នៅក្មេងៗប៉ុន្តែយើងឲ្យហើយយើងបញ្យល់យូរគង់តែគាត់មានសតិពិចារណាធំតិចទៅគាត់គិតពិចារណាណាស្ដាប់យើងទៅយូរទៅគាត់យើងនិយាយយូរទៅក៏គង់តែគាត់មិនស្ដាប់បានអញ្ចឹងអ្នកខ្លះមិនឲ្យគេហើយស្ដីថាឲ្យគេទៀតណាត្រឹម1លុយ500លុយខ្មែរអាពេលខ្លះតែអត់លុយរាយក្តាស់1000អត់មានលុយរាយទៀតក្នុងឡានមានក្តាស់1000រាយដែរមកមិនមែននិយាយចឹងលើកទឹកចិត្តឲ្យពួកគាត់ដើម្បីឲ្យគាត់មានកម្លាំងចិត្តធ្វើចឹងទេមកក៏គិតដូចញាតិញោមដែរកាលណាយើងឲ្យទៅមនុស្សនោះវាកាន់តែខូចមនុស្សខូចធនធានមនុស្សរបស់យើងប៉ុន្តែពេលខ្លះយើងត្រូវគិតថាយើងបំពេញទានយើងគេយកបន់មកឲ្យយើងហើយឲ្យគេចោះតិចតួចណាជាពិសេសញោមចង់បានសេចក្តីសុខមកប្រាប់ពីវិធីធ្វើបុណ្យដែលធ្វើទៅបានសេចក្តីសុខទាំងផ្លូវកាយសុខទាំងផ្លូវចិត្តហើយអត់មានអ្នកណាបៀតបៀនយើងបានគ្មានបុណ្យអីវិសេសជាងអភ័យទានទេ
ក្រណពេលខ្លះញាតិញោមខ្លះលោកគាត់អត់ដឹងពីផលរបស់អភ័យទានម្ល៉េះហើយមកអត់ដែលឃើញអ្នកសូវធ្វើអភ័យទានទេរាល់ថ្ងៃនេះស្អីទៅអភ័យទានឧទាហរណ៍ថាតនេបើយើងមានទ្រព្យធនច្រើនណាទិញចាប100ចាបអីមកប្រឡែងត្រី100ត្រីអីយកមកប្រឡែងអាគេចាប់ហ្មងនឹងអាលកវាណាត្រីនៅផ្សារអីនៅរស់ល្វើកទិញគេយកទៅប្រឡែងនៅទន្លេនៅទឹកបាំងឲ្យមានសិទ្ធិមានសេរីភាពរស់រានមានជីវិតអាហ្នឹងគេឲ្យឈ្មោះហៅថាអភ័យទាននេះបើស្រុកគុំម្នេះដូចជាវៀតណាមដូចជារុស្ស៊ីដូចជាចិនអីផងណាមានទោសអក្រិតធ្ងន់ណាដឹងហើយបងសត្វតាមេធាវីនៅណាទោសអក្រិតធ្ងន់វាត្រូវមានទោសបាញ់ចោលឬប្រហារជីវិតចោលអាកចោលបើចិនផងភាគច្រើនកាត់ក្បាលចោលណាបើរុស្ស៊ីបើអីច្រើនតែគេចងព្យួរឲ្យបាញ់ចោលតែម្ដងពោសាសនាគ្រឹះណាគេច្រើនធ្វើចឹងអ្នកទាំងអស់ហ្នឹងការបើមានទោសអក្រិតធ្ងន់មិនសម្លាប់គាត់មិនបាញ់គាត់មិនកាប់សម្លាប់គាត់ទេណាយកគាត់ទៅធ្វើជាទាសករឲ្យគាត់មានសិទ្ធិសេរីភាពឲ្យជីវិតគាត់ឲ្យគាត់នៅរស់ដោយយកកម្លាំងគាត់ចិត្តទៅប្រើប្រាស់ណាធ្វើនេះធ្វើនោះណាដោយបារាំងអីអ្នកមានទោសធ្ងន់គេអត់មានយកមកដាក់គុកចោលអត់អំពើដូចយើងទេមិននៅហូបបាយទៅទេគេយកទៅធ្វើការណាប្រើកម្លាំងធ្ងន់តែគេអត់វាយដំតក់ធាក់ទេណាគេយកទៅអប់រំណាធ្វើការបដៅគេអប់រំកដៅមានម៉ោងគេអប់រំមានពេលថាអញ្ចឹងដូចខ្លួនឯងវាធ្លាប់ចូលគុកនៅបារាំងអញ្ចឹងទុយអត់ណាព្រោះវាធ្លាប់ទៅដឹងធ្លាប់ឃើញណាចូលគេនាំទៅមើលកន្លែងផ្សេងអញ្ចឹងយើងចង់ដឹងកន្លែងណាយើងសួរគេឲ្យគេនាំយើងទៅអញ្ចឹងគេមានរបៀបរបស់គេពេលណាត្រូវអប់រំពេលណាត្រូវសម្រានពេលណាអ្នកឯងត្រូវហាត់ប្រាណបញ្ចេញកម្លាំងពេលណាត្រូវធ្វើការបណ្ឌភិកច្រើនគេអត់យកទៅឲ្យអត់ប្រយោជន៍ទេគេឲ្យធ្វើការបណ្ឌមានម៉ោងអប់រំរបស់គេប៉ិនយើងមិនមែនចូលទៅអប់រំទេចូលទៅយើងដឹងហើយកន្លែងយើងមិនមែនយកទៅបដោះបដាទេអានេះវាកាន់តែធ្វើឲ្យមនុស្សវាធ្ងន់ទៅចេញមកវិញលើដើមដោយសារយើងអត់មានប្រព័ន្ធអប់រំអត់មានរចនាសម្ព័ន្ធត្រូវរៀបយ៉ាងម៉េចក្នុងហ្នឹងណាត្រូវធ្វើយកគ្នាទៅយ៉ាងម៉េចគឺដៅសំខាន់យកទៅដើម្បីបដោះបដាឲ្យគ្នាកែពីអាខុសឆ្គងហ្នឹងមកល្អវិញបើនិយាយអញ្ចឹងគេថាចូលយោបាយទៅអត់និយាយធေါ်យើងនេះបង្គោលទាំងអស់ហ្នឹងការបើមានទោសក្រាត់ធ្ងន់យើងមិនសម្លាប់គាត់យើងដោះលែងគាត់មានសិទ្ធិសេរីភាពអាហ្នឹងគេឲ្យឈ្មោះហៅថាអភ័យទានប៉ុន្តែខ្មែរយើងមានធ្វើដែរតើឧទាហរណ៍តែពេលបន់ចម្រើនបជនណាស្ដេចយើងអីណាអ្នកមានទោសមួយឆាំនឹងទោសអក្រិតពេលខ្លះឧទាហរណ៍ថា20ឆ្នាំ10ឆ្នាំនៅតែ3ខែទៀតគាត់ណាជាប់គុក19ឆ្នាំជាងហើយនៅតែ3ខែទៀតត្រូវរួចទោសអញ្ចឹងបន់ចម្រើនបជនមកគេមានណាការដោះលែងឧទាហរណ៍សល់2ខែ3ខែទៀតប្រហែលថានឹងរួចទោសអញ្ចឹងនៅសល់3ខែទៀតគេលែង2ខែទៀតគេលែងណាអាហ្នឹងគេចាត់ទុកថាអភ័យទានហើយណាខ្មែរយើងធ្លាប់ធ្វើតាធ្វើពេលបន់ចម្រើនបជនការសម្ដេចសែនលោកអីលោកនៅម្ដងលោកឧស្សាហ៍ធ្វើចឹងអភ័យទាននេះពិសេសណាស់ទៅអនាគតជាតិអត់មានបុគ្គលណាបៀតបៀនយើងបានទេគេបំរុងនឹងសម្លាប់យើងក៏មានមេត្តាចិត្តដោះលែងឲ្យយើងរួចខ្លួនញោមពិចារណាមើលជំនាន់អពតយាយសិតធ្លាប់ជួបហើយក៏ឆ្លងកាត់ហើយណាតាអាត្មាទេដែលវាកើតប៉ុន្មានមិនតាន់ទេសិតតែមកពីនឹងដែរទេព្រោះវាស្លាប់មួយសារហើយមកម្ដងទៀតមែនទេណាអញ្ចឹងវាកើតវិលចុះកិលឡើងកើតចាស់ឈឺស្លាប់កើតចាស់ឈឺស្លាប់វត្តដាក់នេះព្រះលោកសម្ដែងថាតូលទៅហើយមកគ្មានទីបញ្ចប់ណាហ្នឹងហើយគ្មានទីបញ្ចប់អញ្ចឹងញោមធ្លាប់ជួបហើយអ្នកខ្លះគេយកទៅភ្ជុំកំភ្លើងដល់ក្បាលហើយនៅតែមិនស្លាប់បនកុសលវាមិនអស់នៅវាមិនត្រូវស្លាប់ឧបនិស្ស័យរបស់គាត់សន្សំមកដោយពីមុនគាត់អត់បៀតបៀនគេអ្នកខ្លះគេឲ្យជីកដៅហ្មងតែជីកហើយក៏ណាហ្មងតែកប់ខ្លួនឯងហើយគេមិនកប់ទៅវិញឲ្យរស់រៀនមានជីវិតមានឧបទ្ទវហេតុអីមួយកើតឡើងហ្មងនឹងកប់ហើយមិនបានកប់រស់មានជីវិតតទៅទៀតណាដោយសារអីណាដោយសារឧបនិស្ស័យយើងសន្សំពីមុនមកយើងបានឲ្យជីវិតដល់មនុស្សសត្វដទៃហើយនិយាយពីរឿងឲ្យជីវិតអភ័យទាននេះគ្មានជនជាតិណាវិសេសជាងជនជាតិឥណ្ឌាស្រីលង្កាទេលើពិភពលោកនេះឥណ្ឌាស្រីលង្កាប្រទេសហ្នឹងគឺណាមិនបំបត្តិជីវិតរបស់គេទេណាភាគច្រើនគឺអត់ទេញោមក៏អត់តែម្ដងអ្នកកាន់ពុទ្ធសាសនារបស់គេហើយបើឥណ្ឌារដ្ឋណាគេក្រុងមួយចំនួនគឺអត់ហូបសាច់តែម្ដងអត់ហូបសាច់ទេហូបតែបន្លែញោមទៅដឹងណាគឺគេហូបតែបន្លែគេអត់ហូបសាច់ទេអញ្ចឹងកាលណាមនុស្សគ្រប់គ្នាអត់នាំគ្នាហូបសាច់មិនមានឈ្មោះវាកាប់សម្លាប់គេដើម្បីយកសាច់មកលក់ហើយយើងរាល់ថ្ងៃនេះមតបាណាតិបាតាវេរមណីសិក្ខាបទាំងសមាទិយាមិកិរិយាវេចៈធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លងគឺខ្ញុំមិនសម្លាប់សត្វអាមតថាខ្ញុំមិនសម្លាប់សត្វពីព្រឹកទៅសុំសិលពីលោកថាមតថាមិនសម្លាប់សត្វដល់ថ្ងៃឡើងកូនស្លមកជូរឬស្លមហូបអីមួយតែគ្មានសាច់នៅហ្នឹងអង្គុយសម្លឹងមុខកូនឥឡូវបាយវាមិនចូលបើអត់សាច់គេបាយវាមិនកើតមែនទេយាយមិនហ៊ានកណាទេព្រោះអញ្ចឹងមែនណាអាមាត់នេះថាមិនសម្លាប់ប៉ុន្តែហូបស្អប់សាច់អត់បាន
ណាហូបបាយមិនកើតហូបមិនឆ្ងាញ់ក៏តើមានសាច់គេយើងមិនសម្លាប់តែយើងនៅបន្តក្នុងការហូបមានន័យតែដូចលើកទឹកចិត្តបុគ្គលទាំងអស់ហ្នឹងឲ្យសម្លាប់តទៅទៀតអញ្ចឹងឥណ្ឌាស្រីលង្កាវាមានគោលការណ៍ល្អណាស់ប៉ុន្តែវាមិនមែនមិនហូបសាច់ទេស្រីលង្កាវាហូបភាគច្រើនតែឥណ្ឌាណារដ្ឋមួយចំនួនគឺអត់ហូបសាច់តែម្ដងតែគេហូបតែសាច់ណាដែលនាំចូលពីបរទេសសាច់ដែលសាច់ស្រាប់ណាមានន័យថាគេសម្លាប់ហើយស្រាប់នៅក្នុងហាងក្នុងអីរបស់គេមានលុបណាតែបើសត្វពីអាណត្តិផ្សេងសត្វធម្មជាតិព្រៃអីផ្សេងមកជិះឡានក៏ឃើញវារត់ក៏ប្រុកក៏ដោយផ្សាយក៏ដោយហើយបើកែកវិញសឹងហៅបុកយើងវាអត់ខ្លាចយើងយូរមនុស្សខ្លាចសត្វទៅវិញក៏ណាពុះអីវាពេញដីពេលខ្លះតែយើងខ្លាចវាទៅវិញវាលែងខ្លាចយើងដោយសារអីដោយសារយើងផ្ដល់ភាពកក់ក្ដៅឲ្យគ្នាញោមពិចារណាប៉ុណ្ណេះអ្នកមានធម៌សុខកុំថាឡើយដល់ប្រពន្ធកូនចៅយើងម្ដាយឪពុកយើងរស់នៅជាមួយគ្នាមានសេចក្តីសុខដោយគ្រួសារញោមចឹងយើងរស់នៅជុំគ្នាមានសេចក្តីសុខកុំថាដល់គ្រួសារយើងមានសេចក្តីសុខសំបីអ្នកក្បែរផ្ទះយើងក៏មានសេចក្តីសុខដែរប៉ះសិនបើគ្រួសារយើងមានធម៌អ្នកក្បែរផ្ទះយើងក៏សុខដោយសារយើងណាកុំថាដល់មនុស្សសុខដោយសារយើងសំបីតែសត្វនៅក្នុងផ្ទះក៏សុខដោយសារយើងដែរមែនទេអ្នកមានធម៌មានអ្នកណាដែលចិញ្ចឹមសត្វហើយអាកសត្វដើម្បីណាយកសាច់វាយកមកហូបអត់ទេហ្នឹងអ្នកមានធម៌ដូចញោមប្រអាត្មាអីផងគោអីណាងាប់ទៅគាត់សុខចិត្តកប់ចោលគេមកទិញក៏អត់ឲ្យដែរងាប់ហើយហ្នឹងណាញោមណាចាក់ទៅវាចាក់ទ្រុឌទ្រោមទៅវាងាប់ទៅណាសុខចិត្តយកទៅកប់ចោលណានឹងឲ្យអាត្មាឲ្យធ្វើអញ្ចឹងណាសត្វដែលស្លាប់ហើយក៏អត់ឲ្យលុបឲ្យគេដែរណាយើងសុខចិត្តយកទៅកប់ចោលអញ្ចឹងពេលខ្លះយើងពិចារណាមើលដល់ឲ្យយើងមានធម៌ជាមួយវាអញ្ចឹងណាវាស្រឡាញ់យើងណាទោះបីវាអត់ដឹងខុសត្រូវអីវាគ្រាន់តែកលែកមកឃើញម្ចាស់ដឹងមុខយើងតែយើងផ្ដល់បាយឲ្យវាផ្ដល់ភាពកក់ក្ដៅឲ្យវាយើងអត់ធ្វើអីវាសត្វកាចសាហាវយ៉ាងម៉េចក៏ដោយក៏វាតូលទុនមករកយើងដែរមែនទេឆ្កែវាព្រុសតែមនុស្សដែលវាអត់ស្គាល់មុខទេហេតុអីបានវាព្រុសវាការពារខ្លួនវាការពារម្ចាស់វាដែលល្អជាមួយវាខ្លាចអានឹងមកវាមិនសូវស្រួលដាក់វាមែនទេប៉ុន្តែមនុស្សល្អវាឲ្យសុខនឹងយើងក៏ឲ្យសុខនឹងវាក៏ឲ្យសុខនឹងយើងណាវាអត់ខ្លាចយើងអញ្ចឹងបានថ្មច្រើននិយាយថាពាក្យមួយគេច្រើននិយាយថាខែមន់សនរដូវពួកម៉ាអើយឥឡូវយើងខែមន់សនរដូវគិតនាំគ្នាទៅលេងម៉ែលេងឪនៅកំពង់ចាមនៅព្រៃវែងនៅបាត់លបងខែមន់សនរដូវចូលឆ្នាំជុំប័ណ្ណកថានទានទីអក៏ហេតុអាត្មាដល់លើចឹងមកច្រើនត្រឡប់ពាក្យមកវិញរាល់ថ្ងៃនេះមនុស្សទៅលេងផ្ទះមិនមែនទៅខែមន់សនរដូវទេទៅផ្ទះហ្នឹងទៅខែអាដូវអាសន្នមាត់ទេណាយល់អ្នកខ្លះមុននឹងទៅអីទេប្រាប់ម៉ែទុកកន្លះខែមុនម៉ែអាមេមន់ប្រាប់ម៉ែកុំអាលក់ណាខ្ញុំខែចូលឆ្នាំហ្នឹងទៅលេងផ្ទះថ្ងៃប៉ុណ្ណេះនាំមិត្តភក្តិខ្ញុំមកកំពង់ចាមនោះម្នាក់ទៅអាព្រៃវែងនោះម្នាក់មកអំពេញនេះម្នាក់ទៅសង្សារខ្ញុំនៅត្បូងឃ្មុំនោះម្នាក់ទៅលេងចឹង 4-5 នាក់មកឯងកុំអាលទុកលក់មេមន់ទៅទីហោបងណាអញ្ចឹងមនុស្សអត់ធម៌វាក្រៅកាហាយដល់សត្វនៅមិនសុខទៅទៀតប៉ុន្តែបើមនុស្សមានធម៌អត់ទេបងខ្ញុំមើលអ្នកអត់មានធម៌ផឹកស៊ីព្រឹកល្ងាចអីមន់ដល់រោមតនេះស៊ីអត់ហ្នឹងណាវាអត់ធម៌វាខ្វះធម៌ប៉ុន្តែបើអ្នកមានធម៌សត្វដែលរស់នៅជាមួយយើងក៏មានសេចក្តីសុខណានឹងសេចក្តីល្អឲ្យយើងសុខបាត់តាំងបច្ចុប្បន្ននឹងយើងកុំទៅមើលឯណាឆ្ងាយហួសពីជីវិតយើងចឹងបានអាត្មាភាគច្រើនមកសម្ដែងតាមគេអឋានញាតិញោមចឹងមិននិយាយធម៌ហួសវិស័យទេណានិយាយតែពីជីវិតយើងរស់នៅបច្ចុប្បន្ននេះតែយើងត្រូវបដិបត្តិខ្លួនយ៉ាងម៉េចដើម្បីបានសេចក្តីសុខណាបដិបត្តិខ្លួនយ៉ាងម៉េចដើម្បីបានសេចក្តីចម្រើននិយាយឲ្យញាតិញោមណាមិនខាតអប្រយោជន៍បច្ចុប្បន្ននេះផងណាលោកកតរៈប្រយោជន៍ទៅមុខទៀតក៏វាអត់ខាតអាបុណ្យក៏វាមិនខាតបច្ចុប្បន្នក៏វាអត់ខាតអត់ឲ្យខាតខាងណាមួយទេចឹងបានអាត្មាភាគច្រើនមកសម្ដែងតាមគេអឋានញាតិញោមចឹងមិននិយាយធម៌ហួសវិស័យទេណានិយាយតែពីជីវិតយើងរស់នៅបច្ចុប្បន្ននេះតែយើងត្រូវបដិបត្តិខ្លួនយ៉ាងម៉េចដើម្បីបានសេចក្តីសុខណាបដិបត្តិខ្លួនយ៉ាងម៉េចដើម្បីបានសេចក្តីចម្រើននិយាយឲ្យញាតិញោមណាមិនខាតអប្រយោជន៍បច្ចុប្បន្ននេះផងណាលោកកតរៈប្រយោជន៍ទៅមុខទៀតក៏វាអត់ខាតអាបុណ្យក៏វាមិនខាតបច្ចុប្បន្នក៏អត់ខាតអត់ឲ្យខាតខាងណាមួយទេយាយខ្លះស្ដាប់ពធទេសនាគាត់វាជក់ខ្លាំងទៅគេសំដែងបរមត្តធម៌ចិត្តចេតសករូបនិព្វានរូបមិនមែនជារូបណាខ្លួនក៏វាមិនមែនជាខ្លួនសត្វតែជារបស់សោះសូន្យទៅទេលះចោលលែងគិតអីទៅមកកូនក៏លែងគិតចៅក៏លែងគិតផ្ទះក៏លែងគិតសឹងដោះកវលឲ្យគេអ្នកបញ្យលនឹងអស់ទៀតណាអាហ្នឹងវាខុសណាហ្នឹងណាសេចក្តីសុខយើងត្រូវតែរកប្រាក់លោកខាងមុខណាឧបមាប្រៀបហាក់បីដូចជាយើងមានគ្រាប់ពូជម្ល៉េះយើងដឹងតែហូបហើយគ្រាប់ពូជហ្នឹងប៉ុន្តែយើងមិនត្រូវហូបវាអត់ទេណាយើងត្រូវទុកខ្លះសម្រាប់យកទៅដាក់នៅដីនោះវាដុះថ្ងៃក្រោយបានហូបទៀតមែនទេណាយ៉ាងណាមិញបច្ចុប្បន្ននេះយើងប្រើប្រាស់ទ្រព្យណាកុំឲ្យវាអស់ត្រូវទុកមួយចំណែកសម្រាប់យើងបំពេញបុណ្យកុសលជាឧបនិស្ស័យរបស់យើងទៅមុខផងបច្ចុប្បន្ននេះក៏យើងទុកប្រើប្រាស់ណាសម្រាប់ខ្លួនយើងសម្រាប់កូនចៅយើងសម្រាប់តទៅមុខទៀតនឹងមកអាសាពយលពេលខ្លះញាតិញោមខ្លះខំប្រឹងលាក់បង់លុយរាប់ពាន់ដុល្លារជិះយន្តហោះ
ណាទៅឥណ្ឌាទៅស្រីលង្កាទៅរកព្រះទៅថ្វាយគុំព្រះលោកគ្រូហើយចំណាយពេលកន្លះខែទៅជាមួយគេអស់រាប់ពាន់ដុល្លារអ្នកខ្លះចូលដល់10000ក៏ជិះយន្តហោះទៅថ្វាយគុំព្រះចាំតែជិះយន្តហោះទៅរកព្រះហើយដល់ឥណ្ឌាដល់ស្រីលង្កាទៅអីព្រះនៅលើក្បាលលើហឹងមិនដែលថ្វាយគុំបងអ្នកខ្លះមែនទេតាមស្រួលចូលមកដល់ក្នុងផ្ទះឆ្លុះគ្នាពីអ្នកប្តីប្រពន្ធមុខព្រះហ្នឹងទៀតហើយជិះយន្តហោះទៅរកព្រះហើយណាក៏ព្រះលើក្បាលយើងអត់ដែលថ្វាយគុំផងព្រះនៅក្នុងចិត្តយើងដែរវាចាំបាច់ទៅដល់រកព្រះណាបើយើងនិយាយទៅលោកគ្រូកណាចង់ទៅស្គាល់ស្រុកទេគេចង់ទៅមើលវប្បធម៌គេផងចង់ទៅស្រុកកំណើតរបស់ព្រះផងណាចង់ដឹងមើលផុសតាំងមានអីខ្លះចឹងកើតចិត្តជ្រះថ្លាណាជាមួយនឹងស្រុកកំណើតរបស់ព្រះអីចង់ទៅស្គាល់ស្រុកទេគេអត់ថាបានបើថាចង់ទៅថ្វាយគុំព្រះមិនចាំទៅដល់ឥណ្ឌាទៅសេរីលង្កាព្រះពេញទៅវត្តនៅស្រុកខ្មែរនេះមែនទេញោមពេលខ្លះបនឆ្ងាយហ្នឹងបានបនតិចជាងបនចិត្តទេតាអ្នកខ្លះគេថាដើរកាន់តែឆ្ងាយបនបានកាន់តែច្រើនទីហោដើរមកចំហៀនបនមកណនព្រះលោកសំដែងមែនមកចំហៀនបនមកណនហ្នឹងគឺនៅត្រង់ថាពេលដែលយើងចេញពីផ្ទះទៅបំពេញសេចក្តីល្អគ្រាន់តែឈានជើងចេញពីផ្ទះមកចំហៀនចិត្តយើងកើតបៃតិសមនស្សរីករាយនឹងព្រះហើយបាត់ហើយមិនតាន់ទៅដល់ព្រះបរិចិត្តយើងជ្រះថ្លានឹងបនដែលបងទៅនឹងហើយបាត់ហើយប៉ុន្តែបើយើងឈានជើងចេញដោយមិនមានចិត្តជ្រះថ្លាទេដើរ10000ចំហៀនក៏វាគ្មានបានបនមកគ្រាប់ដែរតោះនិយាយឧទាហរណ៍តែខំជិះឡានពីបំពេញទៅបនគេនៅបៃលិនវាឆ្ងាយបៃលិន500គីឡូជាងឧទាហរណ៍ក៏ឡើងពីព្រលឹមម៉ោង4-7ភ្លឺទៅបនលោកនៅបៃលិនក៏ខំឡើងម៉ោង4-7ភ្លឺពេលខ្លះវាមិនមែនបានបនវាបានបាបទៅវិញឡើងមីងម៉ាំងម៉ោង4-7ភ្លឺនឹងដាក់គ្នាទៅក៏អត់បាយអត់ទឹកខំបើជិះឡានទៅដល់បៃលិនស្រាប់បើខំប្រឹងឡើងពីព្រឹកអាឡានខូចផងតាមផ្លូវពាក់កណ្ដាលផ្លូវនឹងដាច់បាយដាច់ទឹកកណ្ដាលផ្លូវនឹងទៀតម៉ោង4-5ល្ងាចបានដល់បៃលិនដល់ទៅដល់បៃលិនហើយញ័រទៅថឹកសាច់វាឃ្លានបាយផងអីផងនៅក្តៅផងនៅល្ងួយដេកផងនៅចុកចកែផងនៅឈូជង្គង់ផងណាលោកឯណាទៅដល់អាម្ចាស់បនដឹងនៅណាអត់មានមកទទួលឯងបាយទឹកក៏វាគ្មានឲ្យហូបក្តៅកាហាយកើតចិត្តនឹងម្ចាស់បនហ្នឹងវាមិនមែនកើតបនវាទៅកើតបាបទៅវិញទីហោទេវាមិនមែនមានអញ្ចឹងអាត្មាចេះគិតទេបងណាអញ្ចឹងបនកុសលនៅក្នុងផ្ទះក៏កើតបននៅកន្លែងណាក៏កើតបនអាស្រ័យលើខ្លួនយើងបានប្រព្រឹត្តព្រហ្មចរិយធម៌មានទានមានសិលមានភាវនាឥឡូវចូលមកធម៌យើងណាដែលអាត្មាចង់បញ្ជាក់ថាជីវិតអ្នកម្ដាយរបស់យើងក៏មិនខុសពីយើងជាឧទាហរណ៍ណាជីវិតនឹងមកប្រៀបដូចជារឿងល្ខោនបងណាដែលកម្មកុសលនិងអកុសលជាអ្នកនិពន្ធយើងជាតួសម្ដែងហើយយើងអត់អាចកំណត់ខ្លួនយើងបានទេថាយើងពិតថាយើងចង់ទៅកន្លែងល្អបានទៅតាមដូចចិត្តយើងចង់អត់បានតែដោយសារអីដោយសារគេកំណត់ឲ្យយើងហើយពូជយើងដាំមកអញ្ចឹងហើយជីវិតនេះដូចរឿងល្ខោនយ៉ាងម៉េចទៀតក្នុងសាច់រឿងមួយវាមានជួបជុំវាមានព្រាត់ប្រាសវាមានសើចមានយំមានស្នេហាមានអូនបងទីបញ្ចប់នឹងត្រូវបញ្ចប់ខ្សែរឿងនឹងវិញទុករឿងវែងក៏ដោយខ្លីក៏ដោយអាស្រ័យអ្នកនិពន្ធប៉ុន្តែទីបំផុតនឹងបញ្ចប់នៅខ្សែរឿងនឹងវិញហើយពេលសាច់រឿងនឹងច្បាស់ណាស់នឹងមានសើចមានយំមានជួបជុំមានព្រាត់ប្រាសមានចំណែកប្រចាំឈ្មោះនេះជារឿងធម្មតាដំណើរជីវិតរបស់យើងតាំងពីកើតរហូតទល់គ្នានឹងស្លាប់ទៅវិញអត់ខុសនឹងសាច់រឿងនឹងទេគ្រាន់តែថារឿងគេនិពន្ធឡើងប៉ុន្តែយើងកម្មជាអ្នកកំណត់អាស្រ័យហេតុពីមុនជាអ្នកនិពន្ធឲ្យយើងមករកនៅសោយផលឥឡូវហ្នឹងថ្ងៃខ្លះទៅមើលយើងមើលជីវិតយើងមិនមែនអង្គុយតែសប្បាយរហូតទេណាដូចថ្ងៃហ្នឹងអីសប្បាយមិនកើតប៉ុន្តែទឹកផ្នែកទឹកសបោស្ដាយសំណោះអឡោះអាល័យចំពោះអ្នកម្ដាយស្ដាយចំពោះជីដូនដែលលោកខំប្រឹងចិញ្ចឹមទំនុកម្រងបីបាច់ថែរក្សាយើងតាំងពីក្មេងក្រហមលញ័ររហូតទល់គ្នាសម័យថ្ងៃបច្ចុប្បន្ននេះក្តៅឈឺជាក្តៅរងាខំប្រឹងរកស៊ីវិស័យរៃពុនសន្សំលុយកាក់ប្រាក់កាសដើម្បីយើងមានមុខមាត់យកសក្តានុទូនាទីដោយសម័យថ្ងៃបច្ចុប្បន្ននេះតើលោកទាំងពីរប្រឹងប៉ុណ្ណាឥឡូវអស់អ្នកម្ដាយនៅលោកឪពុកប៉ុន្តែយើងសម័យហាក់នឹកកាលគ្រាដើមដែលលោកចិញ្ចឹមយើង6-7អ្នករស់យើងជំនាន់នេះយើងមានប្រាក់ខែ$1000 $500 $700 ណា$300យ៉ាងទៀតបងណាដើម្បីចិញ្ចឹមកូនហើយប្រាក់ខែយើង$300 $500អ្នកខ្លះ$1000ហើយកូនមានតែមួយយើងថោទៅឲ្យខ្ញុំពិបាកចិញ្ចឹមមកឲ្យចិញ្ចឹមវាមិនរស់ទេបងកូនមួយយើងមានប្រាក់ខែ1000ក្នុងម្នាក់យើងថាពិបាកចិញ្ចឹមអត់ចង់រស់មែនទេកូនខ្លះវាទៅអញ្ចឹងយកកូនយើងកូនខ្លួនឯងយកមកឲ្យយាយឲ្យតានេះ30000ទៀតចុះយើងសម័យមកកាលយើងនៅពីក្មេងការលោកចិញ្ចឹមយើង6-7អ្នកលោកអត់ទាន់មានប្រាក់ខែដូចយើងផងតើលោកចិញ្ចឹមយើងដោយរបៀបណាច្បាស់ណាស់គឺស្មាទាំងគូរបស់គាត់ញើសឈាមឈឺជាក្រៅរងារបស់គាត់ណាគ្មានទេប្រាក់ខែណាតកងណាវាអត់ថ្មមើលទៅណាហើយយាយបង្វិលវាបែរមុខទៅជើងតិចកុំឲ្យចំមកកើតពេកណាបង្វិលវាបែរទៅជើងតិចទៅវាអត់កង់បង្វិលវាអំផោហ្នឹងហើយបានណាបង្វិលខ្លាំងពេកលែងលឺឡើងអញ្ចឹងយើងសម័យហាក់នឹកកាលគ្រាដើមលោកខំប្រឹងយ៉ាងម៉េចណាឈឺជាក្រៅរងាដើម្បីយើងអញ្ចឹងពេលនេះ
ជាឱកាសមួយដែលយើងត្រូវបំពេញសេចក្តីល្អបំពេញតួនាទីកតបកិច្ចតួនាទីក្នុងនាមជាកូនបំពេញកតបកិច្ចតួនាទីក្នុងនាមជាចៅរបស់គាត់ទោះបីជាអ្នកម្ដាយលោកស្លាប់ទៅហើយទោះបីជាជីដូនលោកឃ្លាតចាកឆ្ងាយពីយើងទៅហើយតែកតបកិច្ចតួនាទីយើងនៅតែមានក្នុងនាមជាកូនពេលដែលលោកស្លាប់ទៅគឺយើងបំពេញបុណ្យកុសលឧទ្ទិសជូនទៅដល់លោកដូចថ្ងៃនេះអញ្ចឹងទី1ទី2គឺពេលណាដែលលោកស្លាប់ទៅហើយណាយើងបានបំពេញបំណងរបស់គាត់កាលនៅរស់គាត់ចង់ឃើញយើងជាកូនចៅប្រុសស្រីនឹងធ្វើអីណាទិសដៅសំខាន់របស់ម្ដាយឪពុកណាឥឡូវលោកឪពុកនៅរស់ក៏ទឹកចិត្តរបស់គាត់ពេលដែលអាត្មានិយាយតើវាខុសឬត្រូវច្បាស់ណាស់ទឹកចិត្តរបស់គាត់ការនៅរស់គឺចង់ឃើញកូនរបស់គាត់នឹងរួមគ្នាសាមគ្គីគ្នាចេះស្រឡាញ់គ្នាស្រាក់ដៃគ្នាក៏ចង់ឃើញរបស់កូនគាត់នឹងគ្រប់គ្នានឹងខ្ពស់មុខខ្ពស់មាត់ឧត្តមឧត្តមប្រសើររីកចម្រើនគ្រប់គ្នាមានសេចក្តីសុខសុភមង្គលក្នុងគ្រួសារចេះស្រឡាញ់គ្នាចេះសង្គ្រោះគ្នាចេះសន្តោសគ្នាចេះលោកយល់គ្នាចេះអត់ឱនគ្នាណាចេះជួយគ្នាទៅវិញទៅមកចេះគោរពស្រឡាញ់ញាតិក៏ចេះឱនចេះលំទោនដឹងខុសដឹងត្រូវណាស្គាល់បន់ស្គាល់បាបដឹងគុណដឹងទោសច្បាស់ជាទឹកចិត្តរបស់គាត់ចង់បានចឹងចង់ឲ្យដើរតាមកន្លងមាគ៌ាដ៏ល្អប្រសើររបស់គាត់ទ្រព្យសម្បត្តិគេអកដែលគាត់ចែកឲ្យទុកជាមរតកធ្វើម៉េចឲ្យសល់របស់នឹងក៏កុំឲ្យចែកមួយខែអត់តន់លោកចាក់ទៅលេខអស់ចែកផ្ទះអស់ផ្ទះចែកដីអស់ដីដើមស្វាយ 2-3 ដើមទុកគ្រាន់តែជាគេអកគ្រាន់បានទៅស្រុកម្ដងសម្លឹងមើលដើមស្វាយហ្នឹងគ្រាន់នឹកគាត់អត់ទុកទៀតលោកឲ្យគេអត់ទៀតក៏កាប់តិចកាប់ទីអត់ក៏ណាអញ្ចឹងគាត់អត់ចង់បានអញ្ចឹងទេចង់បានកូនប្រៅប្រុសស្រីទាំងអស់ថែរក្សានៅអ្វីដែលគាត់បន្សល់ទុកឲ្យហើយអារបស់ចឹងមានតម្លៃណាញោមស្រីអាត្មាស្លាប់ជាង30ឆ្នាំហើយបើស្បែកជើងគាត់មកឲ្យយកចោលស្បែកជើងសពុតចាស់ឯបត់សាទុកចោលក្នុងហឹបហ្នឹងទុកជាវត្ថុណាអនុស្សាវរីយ៍ពេលខ្លះយើងនឹករលឹកគាត់ហើយអារូបថតចាស់របស់គាត់ហ្នឹងទុកបីដាច់ដាច់យ៉ាងម៉េចក៏ដោយមានតម្លៃជាងរូបថតយើងសម័យនេះរាប់ពាន់ដុល្លារ $10000ទៅទិញរូបថតចាស់ពីមុនផ្ទះអាត្មាអត់ឲ្យលក់ទេបងណាឧទាហរណ៍ទេណាគេឲ្យ $10000 ក៏អត់លក់ដែរមានតម្លៃណាស់ដែលយើងត្រូវរក្សារបស់អស់ហ្នឹងទុកពេលខ្លះកូនខ្លះអត់បានគិតចឹងទេបើខ្សែចិនផងមិនមែនផ្ទះយើងទេមកថាណាណៃនោះទេឧទាហរណ៍បងកូនខ្លះមកទេសជាង20ឆ្នាំមកដឹងបងកូនខ្លះខ្សែចិនខ្លះអាចារ្យចិនគេថាណាបើហកកូននេះឆុងកូនឯងមកចូលរួមបន់សពយាយនឹងអត់បានទេម្ដាយអត់បានទេឪពុកអត់បានទេគេថាឆុងអត់ហ៊ានមកមែនណាហ្នឹងហើយដល់ទៅពេលចប់កម្មវិធីបន់សពតាំងមកចង្អុលអ្នកស្រីបើអញអាចារ្យចិនគេប្រាប់ណាហ្នឹងហើយខោរបស់គាត់អាវរបស់គាត់សពុតអីចាស់ចាស់ហ្នឹងប្រមូលដុតអស់ទៅយកទៅគេលោកអស់ទៅអាណារបស់គាត់ប្រើប្រាស់ណាអាចាស់ចាស់កតក់ស្លាកតអីហ្នឹងយកប្រគេនអាចារ្យយកជូនអាចារ្យជូនយកជីជូនដូនជាអស់ទៅជូនលោកប្រគេនលោកឲ្យអស់ទៅខោអាវមុងភួយរបស់គាត់ហ្នឹងកុំទុកចង្រៃណាវាឆុងចេះមួយឆុងចុះពីចេះនៅចេះអារបស់ប្រើមិនកើតឆុងបើអាមាសគាត់ក្នុងទូចាក់ចែកគ្នាណាទៅអាហ្នឹងមិនឆុងផងដីគាត់ប្រមាណកន្លែងហ្នឹងចេះចែកគ្នាកើតអាហ្នឹងសរបស់គាត់តែវាឆុងទាំងអស់ហ្នឹងមែនទេណាខូចបើពេលខ្លះហើយជឿអញ្ចឹងជឿបើអត់ហេតុអត់ផលមកចង់បញ្ជាក់ញាតិញោមបន្តិចបើថាអញ្ចឹងបើកាបញ្ជាក់ចិនទេមិនដឹងនៅបែរនេះអត់ទេចង់បញ្ជាក់ថាបើយើងជឿលើរឿងពិតដែលព្រះសម្ដែងព្រះអង្គសម្ដែងអត់មានឆុងមានឆាមមានជាតិមានស្ងោមានអាំងអីទេបងរឿងសេចក្តីសុខសេចក្តីចម្រើនគឺនៅលើខ្លួនយើងម្នាក់អត់មានម្ដាយឯណាមកឆុងនឹងយើងអត់មានយើងទៅឆុងជាមួយបងជាមួយប្អូនអ្នកដែលស្លាប់ជាញាតិដែលស្លាប់ទៅនឹងហើយទេយើងគិតតែប៉ុណ្ណេះចុះបើគាត់ស្លាប់ទៅហើយគាត់មកឆុងឲ្យចង្រៃឲ្យទុកឲ្យទោសយើងអ្នកខ្លះគេថាទៅចូលរួមភ្លើងឆេះផ្ទះអីចឹងគេដើមមានអាគ្រោះថ្នាក់ដល់អាយុជីវិតជាដើមបងណាចុះយើងពិចារណាថាកាលម្ដាយយើងនៅរស់ឪពុកយើងនៅរស់បើដឹងថាយើងមកចង្រៃជាមួយគាត់ពេលស្លាប់ទៅមកបន់សពគាត់មិនបានចឹងដូចមិនទ្រាំចាំអាយុ50-60ឆ្នាំហើយទេកើតមកវាច់កចោលទាំងក្រហមញ័រមែនទេយាយຕົកទៅស្អីមកចង្រៃចឹងប៉ិនគាត់អត់ដែលគិតសោះអត់ដែលគិតថាកូនគាត់មកចង្រៃជាមួយគាត់សោះវាឆុងជាមួយគាត់សោះណាចឹងកុំឲ្យជឿជំនឿអីអត់ហេតុផលណាលោកស្រឡាញ់យើងណាស់ថែរក្សាយើងណាស់បីបងថ្នាក់ថ្នមយើងឈឺជាក្រៅរងាថែរក្សាយើងតាំងពីក្មេងទល់គ្នាចំណាស់នេះណាចឹងកុំឲ្យជឿជំនឿអីអត់ហេតុផលហើយពេលខ្លះមកមើលទៅឆ្កងណាកម្មវិធីបន់សពរបស់គាត់វាជឿជំនឿណាខ្សែចិនខ្សែអីហ្នឹងមករំយកអាភ្លេងហ្នឹងមករំនៅមុខសពខ្មោចគាត់ហ្នឹងវាទៅជារឿងមួយផ្សេងដែលយើងមើលទៅមើលមិនទំនងសំប្រពៃណីខ្មែរយើងអត់ដែលមានសោះបងណាហើយមែនទេធ្លាប់ឃើញបងណាមកឃើញគេហៅតែរំហ្នឹងដឹងគេហៅពិធីស្អីទេមកអត់សូវយល់ពិធីគេដែរទេបងណាវាយភ្លេងវាយអីចិនហ្នឹងតងម៉ាំងមករំមុខខ្មោចគាត់ហ្នឹងបងណាហើយមើលទៅវាខុសឆ្គងពេលខ្លះដែលយើងគួរក៏បីពិចារណាបងណាប៉ិនមិនមែនមិនឲ្យជឿទេជឿសោះយើងរួមផ្សំគ្នាទៅបងណាប៉ិនគ្រាន់មកបញ្ជាក់ថាពេលខ្លះវាអត់ហេតុអត់ផលណាទីហោតតែទិញវិឡាដាក់ឲ្យគាត់ទិញឡានដាក់ឲ្យគាត់ឡានទិញសាឡានលុបស៊ី570អីនោះឥឡូវនេះបងហ្នឹងហើយផ្ទះវិឡាប៉ុណ្ណាណៃវិឡាផ្លុកទៀតទិញយកមកដាក់ឲ្យគាត់ហើយអាវិឡាហ្នឹងយើងដាក់នៅរស់នេះនៅមិនកើតផង
chi một cao với Lan nơi dương nặng đầu rô nó chi một cao là dương cha na bên đó nè bởi dương nặng đầu rô nâu cá phải quạt slap tới phải nâu cá và dương nặng đầu rô đi nâu một cá có ai bờ lôi ấy lôi được lá bởi do mà dương chai cá mới dương chai một cá có hay mình thẩm tại chai một cá đấy do nó đọt xe tay mai tay chai nó có đọt xe hay dương nơi này chai mình cá lấy xa do lôi năng tay chai ọt cá đấy tầm suốt cho nọ thiệt kể thà năng ngày cái thà dương chỉ chôn một cật là clay mình làm rú bay giờ bàn chỉ chôn cho bao này giờ tới giờ nó cầm ra tháp ở bênนี้cứ cho bao cho bao nè rụng lốp sẽ cái tục chặt cái phó cho bao phò chẳng cho bao cái miền tô ấy bên đây chỉ bạยังไม่tới cho tô vì bộ mang khai tới bộ mang khai thứ nhất nè chẳng bờ mai dương do tới trái cho bác nè mình hụi nọ tê nè ngay dương bị cha nè tịnh nè chẳng dương còn bay kịch quay đây bờ miền hái quay miền phò mét mình ao nhung chưa thế chưa chắc nè về khăn dương ở bàn kịch bị cha nè ca quạt nâu ruột trăm sầm lo sờ lọ mà chán đập chầm nai dòng trán mà mơn rồi mà còn tam con lùi khai rồi mà mơn lùi khai chẳng dừng rút rùm cái này lâu sau lô ở phục bao nhiêu này chỉ tì bằng mùi đại tụng bay dương ọt nẹm mà đái nâu lô ở phục này chỉ tì bằng bao nhiêu nè chẳng dừng rút rùm khi xa mà kia thay là xa quạt nè quạt nâu bị xa bà nâu mơ khơi nhố nâu mò mình thòm mà tề nhổ mơ nhầm tì mới ọt nó mấy nâu bay mót ở đây thì đại có bàn đây này chẳng prăngรูปรวมในสามเมื่อกี้ในไทยสากลนะให้จักบจ้องไอ้ก้อนอายุแวงอัดประบาติจ้องไอ้ก้อนอายุแวงยังไงเนี่ยยังไงจ้องแวงเจียมันลบดอกตะเจียสำหรับยืมพอเราเตี้ยหอแต่ลบกับปกจัดปีหรือจัดบุญน่ะจัดประมาณเลยห้องของบุญได้พอตนาเนี่ยพอจังห้องของบุญจังจะบ้านได้จึงจ้องไอ้ก้อนรถบานห้องของบุญติดไหมเนี่ยนั่งไงเอาบานเปลือกของมวยปีดอกของใบของบุญปีดอกของใบที่จ้องบานมา130ของใบติดน่ะโบก็จ้องบานมา130ของใบฉะนั้นจะบ้านน่ะยืนจ้องไอ้ก้อนโรงเรียนมีจีบเยินอยู่แต่งโกนแต่งเจ้าโดยนี่ต้องอัพจ้องไอ้มาได้ปกยืนโรงเรียนอยู่จังจ้องไอ้โลกรวมยุอัพประบาติnè ấp chăm bạch non ao tập bẹt say cho cái lục cũ và cái thế ấp chăm tổ có một bao thế nè ấp chăm oi cha oi po thì cha oi po nó cả oi pot bị mò là dương lực tắc chặt dương tới tài cha luôn ấy oi po cái dụ quế là luôn ấy đang ngày nào bỏ bên đấy nè và xong đôi kia đây sau cho nhôm sọc bên là luôn vô bên sau sọc của man tê nè soi tắc oi kêu chia chừng ngư xe sạt tao tao chia chừng ngư luôn ấy nó ao kia chia chừng ngư đang tao nãy chừng ngư bỏ cho thằng diệp chư là luôn mà ấy nó tao quen đại cho của môi pa sa nè nơi thầy rồi ở xa ấy nè đại sa men miên đây thà lố cái rương nẹt bờ tây na ao sọc ao chầm ràn dương bản thì say lời dương trong ao lô bọc bọc ở dụ quế có say lời dương chỉ cầu chặt ru cái tham mà kia cái thai là sao có thai là bị may không ai dừng nòng lâu cài mẹ nế ở tiệm con tôi bao dương này cười nhé nào nòng cài kia tiệm họ thật kia dùng chất đã tu sạp ở lên tích nòng về tích về chồng nè mơ đâu về khao về chen đất đã thằng ao là về để chặt tích về đầy lục ruột bà mơ đâu về clean về sai tiệt là khao về sai clean có về sai nè nuôi đây có về sai nè chất nòng cài về nè mơ để dùng hai nó bay tro chặt cút bay quân thạch tớt để dùng về bà nòng cài này pan là mình nuôi cha ọt miên chẳng tê ọt miên nòng đôi con của mình tê nè chặt nòng ấy nòng chắc mình thò mà đà tê lâu lục phục đến toàn ấy tới tầm học buồn bờ nẹt là dục chặt sắp chặt còn là đọc cao nè chẳng can đại chắc can đại chờ mấy bàn hai chẳng bắt vì sao chỉ vật nó đi dương tàu riêng là tàu đằng mà ai ở phục là mấy bàn hai chậm chờ kê slo sầm lo mà nó khơi tầm mai vừa ọt miên mình chăm cha cả đôi slo cả đôi đào hiếu đặt tất cả chớ nó mai với mai vô vùng sau miên mình đó lương mất tất hiếu cả khâu lom chu ăn lom lo hao chu cả lật nà bong cả sang nó tất hiếu cả khâu sẽ hót khú mang ngoa ai cầm ai tầm miên chiết hiếu cả khâu wow nè hiếu cả khâu anh xin cao thế nè sai là cái thương máy ọt hô quán ấy slo sầm lo tất quạt ọt hô và nó chiến đại quát đó chiến tấu sẽ phải do chiến mà đó con cái bia bạc tấu hận cái chưa có thằng ngoa phải thiểm bả anh xin cả nếu có xin cả là thiểm có xin cả thì đừng bận lọt dần qua nè cồn class cô với bà bế lên máu không thuận slo đam tăng bị bắt cái bong lao mà đó ta kêu về thì họ bỏ pin pin ta đó ta kêu đó bụng cha mấy không thuận lao sầm rắn thay đầu là đã mà sẽ cho từ chun mà đó lư sâu là xin cả chân ngay có ai chơi lên trong từ chun mà từ lên mai thế đó lâu còn ao ba khai đâu lăng lên lăng thơm hố và nó mà họp con lăng từ do tôi quạt hộp từ đấy chào nộp tiền gì đấy chân còn ao mát nhau lôi qua đó nông bang mà sao lôi pi mơn nhau lôi pi mơn tới tê mai cho năm nó trong mặt ban từ lên tê mà
ឡើងមកយកលុយយកនំផងនេះខ្ញុំផ្ញើតាមតាក់ស៊ីឈ្មោះកឈ្មោះខនេះមកឯងឡើងយកផ្លូវមកហើយផ្ទះម៉ែខ្លះនោះអាណិតតែជាតិអូមកដល់ថ្នល់ជាតិគេដាក់ឲ្យឯងអាកន្លែងដែលគេដាក់នំឲ្យហ្នឹង7-10គីឡូអីជិះម៉ូតូមួយចាំឈរចាំគេមកព្រឹកទៅថ្ងៃត្រង់មកឡាននោះវាដាក់ម៉ួយឲ្យអស់ហ្នឹងដាច់បាយដាច់ទឹកទៀតមកយកអាលុយ20000អាហ្នឹងបានសមមុខណាគេទៅដល់ផ្ទះនេះស៊ីកើតទេហ្នឹងហើយពេលខ្លះវាចឹងប៉ុន្តែយើងទោះបីយ៉ាងណាក៏ដោយត្រូវតែគិតពិចារណាថាទោះបីជាម្ដាយឪពុករបស់យើងនិយាយពាក្យធ្ងន់ក៏ដោយស្រាលក៏ដោយយើងត្រូវគិតពិចារណាណាកុំតបគាត់ណាកុំតនឹងគាត់យកពាក្យគាត់មកគិតធម្មតាយើងជាម្ដាយជាឪពុកគេយើងដឹងណាពេលដែលតិចទៀតយើងចាស់ចំណាស់គាត់ច្បាស់ណាយើងដឹងពីអារម្មណ៍របស់គាត់ណាហើយពេលហ្នឹងចាប់ផ្ដើមស្រាយក្រោយប៉ុន្តែឥឡូវនេះយើងអត់ទាន់ដឹងអារម្មណ៍របស់គាត់ពេលដែលយើងចាស់ចំណាស់គាត់បានយើងយល់ពីអារម្មណ៍មនុស្សចាស់ពេលខ្លះទៅគាត់ខ្វល់រឿងនេះគាត់ខ្វល់រឿងនោះគាត់សុខភាពគាត់មិនស្អាតពិបាកចិត្តគិតរឿងនេះរឿងនោះគាត់ហូបមិនបានសម្រាប់មិនសូវលោកតែអារម្មណ៍របស់គាត់មួម៉ៅជារឿងធម្មតាប៉ុន្តែចិត្តរបស់គាត់ខាងក្នុងទុកបីជាមាត់គាត់និយាយមកវាមិនសូវពិរោះខាងក្រៅអិរិយាបថប្រព្រឹត្តមកមិនសូវសមយកយើងយ៉ាងម៉េចក៏ដោយតែហរតីបេះដូងគាត់ខាងក្នុងគឺអត់ដូចអាមាត់គាត់និយាយទេមែនទេណានឹងចិត្តខាងក្នុងទិសដៅតែមួយគឺចង់ឲ្យកូនបានសេចក្តីសុខណាមកធ្លាប់លើករឿងព្រះលោកសំដែងណានេះវែងព្រះលោកសំដែងពីរឿងណាមាននំម្នាក់នៅជាមួយម្ដាយហើយកព្រាម៉ែហ្នឹងគឺមេម៉ាយជាស្ត្រីមេម៉ាយហើយដល់ប្តីស្លាប់ទៅណាចិញ្ចឹមកូននៅជាមួយកូនណាំបេតូចឲ្យដល់កូននោះវាធំបន្តិចទៅដឹងក្តីទៅវាឃើញគេទៅរកស៊ីជីកទូកជីកសំពៅទៅរកស៊ីមកបានលុយច្រើនណាគ្នាហ្នឹងក៏ចង់ចេញទៅរកស៊ីដែរសុំម្ដាយដល់សុំម្ដាយម៉ែខ្ញុំចង់ចេញឆ្លងសំពៅជីកសំពៅទៅត្រើយមកខាងដើម្បីរកស៊ីជួញដូរអីគេដែរក្រែងបានលុយកាក់ប្រាក់កាសមកគ្រប់គ្រងគ្រួសារយើងហើយម្ដាយនេះទឹកចិត្តវាស្រឡាញ់កូននៅជាមួយទៅទឹកក្តៅទឹកត្រជាក់ឈឺជាក្តៅរងាអីបាយទឹកនំចំណីត្រីសាច់អីគាត់មើលការខុសត្រូវទាំងអស់ហើយចុះបើកូនទៅឆ្ងាយណាតើកូនសុខទុក្ខយ៉ាងណាឈឺជាក្តៅរងាអាណាមើលកូនបារម្ភពីកូននេះចិត្តខាងក្នុងនេះខំនិយាយខាត់កូនបាទកូននេះវាមិនយល់ពីទឹកចិត្តរបស់គាត់ម៉ែទៅទេកូនម៉ែអត់ឲ្យទៅទេម៉ែមានតែកូនឯងមួយបើកូនឯងទៅចោលម៉ែណាកូនឯងទៅបានអាណាមើលកូនហើយម៉ែនៅតែឯងម៉ែទីពឹងអីម៉ែអត់ឲ្យទៅទេមិនមែនមួយថ្ងៃហើយវិលមកវិញទេជីកសំពៅរាប់ខែមកទៅដល់ស្រុកកំណើតវិញណាអញ្ចឹងម៉ែអត់ឲ្យទៅទេអាកូននោះវាមិនយល់ពីទឹកចិត្តរបស់គាត់ខាងក្នុងនៅតែជំនះតែខ្ញុំត្រូវតែទៅណាខ្ញុំត្រូវតែទៅម៉ែទាញដៃក៏ងើបទៅម៉ែទាញដៃដល់ទាញដៃកន្លោះដៃរបស់គាត់នឹងដួលមកមុខមកណាបានរត់ចេញទៅណារត់ចេញទៅម៉ែគាត់ខឹងគាត់ដល់ពេលខឹងមាត់របស់គាត់និយាយឃើញដូចម៉ែនិយាយមិនចឹងពេលខឹងយើងមាត់និយាយឲ្យនិយាយអាក្រក់ឲ្យច្បាស់ណាស់មិននិយាយល្អទេគាត់និយាយថាហែងទៅស្ដាល់កណាព្រៃក៏បីរត់ជាប់នៅងាប់គាត់ណាមាត់គាត់ពេលខឹងហ្នឹងគាត់ថាចឹងហើយអានោះវានៅតែលឺចឹងវានៅតែទៅដល់កណាព្រៃញោមទឹកមាត់ម្ដាយឪពុកនេះមិនធម្មតាទេណានឹងទៅដល់កណាព្រៃមិនដឹងជាតម្រៃមកពីណារត់ដេញមកយកដេញអត់ដល់សមុទ្រផងអត់ដល់សំពៅដែលត្រូវឡើងផងដើរកាត់ព្រៃមកដល់កណ្ដាលព្រៃហ្នឹងដំរីដេញដល់ឃើញដំរីដេញហីម៉ែក៏មាត់ប្រៃណាមាត់អីក៏ត្រង់ម្លេះរត់ណានឹកឃើញដល់ពាក្យម៉ែថាឯងទៅដល់កណ្ដាលព្រៃដំរីដេញជន់ឲ្យងាប់ក៏លើពាក្យហ្នឹងត្រង់រត់វាភ័យក៏ដល់រត់ទៅដំរីចេះដេញទៅរត់កាន់រត់ទៅកាន់តែឆ្ងាយទៅដំរីនៅតែដេញវាមិនអស់កម្លាំងអីសាប់វាមិនងាយទេណាតាមមនុស្សយើងនេះតាក៏កម្លាំងដល់សាប់ដល់អញ្ចឹងវាអស់លទ្ធភាពរត់ដល់អស់លទ្ធភាពរត់ដំរីមកដល់ក្បែរខ្លួនហើយវាមិនដឹងធ្វើម៉េចលើកដៃឡើងផុតថ្ងាសនេះអាកូនយើងអាពេលពងសបាយពេលផឹកស៊ីសបាយកាយរីកពងមានពងបានអីមិនសូវនឹកឃើញឪនឹកឃើញម៉ែនៅស្រុកប្រហែលទេមែនទេហ្នឹងហើយតោះអាទឹកភ្នែកទឹកកបោឬក៏ចាពាក់លុយគេអីក៏អត់លុយអត់កាក់អីបានទៅខ្ចីគាត់នឹកឃើញគាត់ផ្អែមណាទីហោទេណាហ្នឹងហើយកូនចៅប្រុសស្រីភាគច្រើនចឹងអញ្ចឹងដល់ពេលមានទុកហើយអាសក់នៅរត់លែងរួចចាំមិនដឹងទៅណាទៀតលើកដៃផុតថ្ងាសឲ្យអ្នកម្ដាយបើមាត់អ្នកម្ដាយដូចចិត្តអ្នកម្ដាយខាងក្នុងចង់ឲ្យដំរីនឹងជន់កូនឲ្យស្លាប់មែនបើចិត្តអ្នកម្ដាយខាងក្នុងដូចមាត់អ្នកម្ដាយដំរីនឹងលោតជន់កូនរងាប់ចុះអាដំរីនេះវាលើកជើងប៉ុណ្ណឹងហើយគ្រាន់តែលើកពាក្យប៉ុណ្ណឹងក៏ដាក់ជើងចុះមកវិញត្រង់ចំណុចហ្នឹងមានន័យថាចង់បញ្ជាក់ថាអាមាត់របស់គាត់វាអញ្ចឹងប៉ុន្តែចិត្តរបស់គាត់ខាងក្នុងមានដូចមាត់ហ្នឹងណាតោះទេអ្វីដែលអាត្មាចង់លើកក៏ដូចបរោះហ្នឹងចឹងណាបើមាត់អ្នកម្ដាយដូចចិត្តអ្នកម្ដាយខាងក្នុងដំរីនឹងជន់កូនឲ្យស្លាប់ចុះដំរីដាក់ជើងមកវិញមិនជន់សម្លាប់មានន័យថាមាត់គាត់និយាយចឹងតែចិត្តរបស់គាត់មិនចឹងទេចឹងបាទអាត្មាបញ្ជាក់ថាកូនចៅប្រុសស្រីទាំងអស់ណាម្ដាយឪពុកគាត់និយាយពាក្យលើក្រោមលើខ្វះអីយ៉ាងម៉េចក៏ដោយកុំតបមានអធិស្ស្រ័យល្អចង់បញ្ជាក់ថាយើងត្រូវដឹងពីទឹកចិត្តរបស់គាត់ជេរដើម្បីអីដើម្បីចង់ឲ្យយើងសុខចង់ឲ្យយើងចម្រើនចង់ឲ្យយើងកិច្ចពីភាពខុសឆ្គងឲ្យយើងរត់ទៅរកសេចក្តីល្អរត់ទៅរកភាពត្រឹមត្រូវណានឹងចឹងឥឡូវរួបរวมគ្នាសាមគ្គីគ្នាអ្នកស្លាប់ទៅហើយយើងបំពេញតួនាទីកាតព្វកិច្ចនៃការធ្វើបុណ្យឧទ្ទិសកុសលជូនដល់គាត់ទី1
ទី2សម្រាប់គោលបំណងគាត់ណាឲ្យគាត់បានណាដូចគោលបំណងចង់ឃើញយើងខ្ពស់មុខខ្ពស់មាត់ចេះសាមគ្គីគ្នារួបរวมគ្នាស្រឡាញ់គ្នាថែរក្សាលោកឪពុកដែលនៅរស់រានមានជីវិតនេះណាចង់ប្រឹងទាំងអស់គ្នាបំពេញគុណតម្លៃនៃសេចក្តីល្អជាឧបនិស្ស័យជាពូជសម្រាប់ទៅអនាគតជាតិទៅបានខ្ពស់ខ្ពស់ឧត្តមឧត្តមប្រសើរជួបគ្នាបន្តទៀតណាញោមសូមបានបានសល់តាមបរិស័យជ្រះថ្លារៀងខ្លួនសូមអនុមោទនាបុណ្យតែអាត្មាត្រូវហួសទៅតកែវផងទៅមើលញោមប្រុសតិចផងក៏នៅសល់តែញោមប្រុសដែរបើសិនសល់តែញោមស្រីធ្វើតឡងគ្នាបណ្ដោយហើយដល់ឥឡូវទៅមើលញោមប្រុសនឹងទៅរកឈឺដែរហើយស្អែកហ្នឹងក៏ត្រូវបលឹមឡើងទេសនានៅកពតនោះទៀតបនចាប់សាលាកផតគេណាហើយអាត្មាមិនតន់ទៅដល់ផងឬសូថាគេដាក់រូបថតអាត្មាតាំងនៅខ្លោងទ្វារវត្តហ្នឹងក៏អ្នកជិះទៅលេងហ្នឹងឬសូគេតេមកថាឃើញរូបថតលោកគ្រូដាក់នៅខ្លោងទ្វារវត្តហ្នឹងហ្នឹងតន់ទៅទេបងណាអញ្ចឹងគេដាក់រូបថតយ៉ាងម៉េចមិនដឹងទេណែស្អែកត្រូវទៅទេសនៅកពតបលឹមឡើងទៀតអញ្ចឹងបានមកត្រូវទៅសឹងនៅតកៅចុះវិគិតិចម៉ោង8ទេសនៅនោះហើយម៉ោង4យប់មក4ល្ងាចមកទេសនៅកំពង់ចាមនឹងវិញក៏ស្អែកណែអញ្ចឹងវាត្រូវវិលចុះវិលឡើងណែអញ្ចឹងប៉ុណ្ណឹងចុះចាំជួបគ្នាថ្ងៃក្រោយទៀតសូមបានសល់តាមបរិស័យជ្រះថ្លារៀងខ្លួនហើយបច្ច័យទេសនាបានប៉ុន្មាន30,300,000ណាអញ្ចឹងណានឹងសាំងឲ្យទៅតកង់ក៏គេចាក់សាំងបច្ច័យធម៌ទេសនាបានជាង30,000នេះមកសូមចូលរួមចំណែកក្នុងកម្មវិធីបុណ្យជាមួយញោមប្រុសវិញទាំងអស់ណាសូមបានបុណ្យបានសល់តាមបរិស័យណាបច្ច័យធម៌ទេសនានេះសូមបូជាចូលរួមក្នុងកម្មវិធីបុណ្យរំលែកបុណ្យសពយើងថ្ងៃនេះវិញទាំងអស់សូមបានបុណ្យបានសល់តាមបរិស័យជ្រះថ្លារៀងខ្លួនសូមអនុមោទនា